ភាពរឹងមាំការយល់ដឹងនិងភាពចាស់ទុំខ្លះបានមកពីធ្លាប់ដួលច្រើនលើកច្រើនសារធ្លាប់ខកចិត្តរាប់មិនអស់ធ្លាប់ធ្លាក់ដល់ចំណុចសូន្យធ្លាប់របួសផ្លូវចិត្តយ៉ាងកប់ជ្រៅធ្លាប់ក្លាយជាប្រធានបទគេលេងសើចធ្លាប់គ្មានកម្លាំងចិត្តសូម្បីតែក្រៅពីដេកធ្លាប់អស់សង្ឃឹមលើអ្វីៗគ្រប់យ៉ាងធ្លាប់បាត់បង់ស្ទើរគ្រប់យ៉ាងតែបន្ទាប់ពីឆ្លងកាត់រឿងទាំងអស់នោះមកខ្លួនឯងកាន់តែយល់ច្បាស់រឹងមាំជាងមុនបន្តិចនិងលែងឈឺដូចមុនទៀតហើយឆ្លងកាត់ការលត់ដំទើបកំបិតមុតល្អឆ្លងកាត់ការលត់ដំទើបជីវិតរឹងមាំពុព្វកថាប្រទេសជាតិរុងរឿងនៅពេលប្រជាជនសម្បូរទ្រព្យសម្បត្តិកិច្ចជានុភាពរបស់ទីក្រុងបាប៊ីឡូនបើអ្នកដឹងពីរូបមន្តដើម្បីរកលុយអ្នកអាចរកលុយបានច្រើនតាមសេចក្តីប្រាថ្នានៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិបាប៊ីឡូនគឺជាទីក្រុងដ៏ថ្កុំថ្កាំងបំផុតមានទីក្រុងណាអាចប្រៀបបានឡើយឈ្មោះបាប៊ីឡូនគឺជានិមិត្តរូបនៃរតនសម្បត្តិនិងភាពរុងរឿងរតនសម្បត្តិដូចជាត្បូងមាសប្រាក់កែវកងមានច្រើនរាប់មិនអស់បើគិតមួយផ្លាតគេមុខនឹងយល់ថាបាប៊ីឡូនប្រកាសជាស្ថិតនៅចំទីតាំងល្អបំផុតណាមួយនៃតំបន់ត្រូពិកដែលសម្បូរទៅដោយព្រៃឈើនិងរ៉ែជាក់ជាមិនខានតែធាតុពិតបាប៊ីឡូនគឺស្ថិតនៅតាមដងទន្លេអ៊ឺហ្វ្រាតដែលជាតំបន់វាលរៀបនិងជ្រលងភ្នំគ្មានជីជាតិមានព្រៃឈើគ្មានរ៉ែសំបីតែថ្មសម្រាប់ធ្វើសំណង់ក៏គ្មានម្យ៉ាងវិញទៀតបាប៊ីឡូនក៏មិនស្ថិតនៅចំផ្លូវពាណិជ្ជកម្មថែមទៀតផងចំណែកឯភ្លៀងក៏មិនមានគ្រប់គ្រាន់សម្រាប់ដាំដំណាំដែរតាមពិតកិច្ចជានុភាពរបស់បាប៊ីឡូនគឺការចេញពីសមត្ថភាពនិងទេពកោសល្យរបស់មនុស្សសុទ្ធសាធគឺសមត្ថភាពការច្នៃជោគវាសនារបស់ខ្លួនរហូតទទួលជោគជ័យដោយអ្វីដែលគេចង់បានដោយប្រើគ្រប់មធ្យោបាយដែលមានកម្លាំងមនុស្សបានកសាងក្រុងបាប៊ីឡូនឲ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មជាទីក្រុងជំនួយនៅធំសម្បើមនិងជាទីក្រុងកកកដោយពួកអភិជនរស់នៅបានរយៈពេលរហូតដល់រាប់ពាន់ឆ្នាំនៅពេលកម្លាំងមនុស្សត្រូវបានបាត់បង់បាប៊ីឡូនក៏ក្លាយជាក្រុងទទេស្អាតគ្រប់ដណ្ដប់ទៅដោយវាលខ្សាច់រហូតមកដល់សពថ្ងៃនេះធម្មជាតិបានផ្ដល់ឲ្យបាប៊ីឡូននៅវត្ថុពីរយ៉ាងតែប៉ុណ្ណោះគឺដីនិងទឹកទន្លេប៉ុន្តែបាប៊ីឡូនមានវិស្វករមានសមត្ថភាពខ្ពស់អាចបង្វែរទឹកទន្លេអ៊ឺហ្វ្រាតដោយប្រើទំនប់និងប្រឡាយទឹកបង្កើតជាប្រព័ន្ធតារាសាស្ត្រដ៏ធំសម្បើមនិងជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិទឹកហូរពីជ្រលងភ្នំបានចាក់ចូលទៅតាមប្រឡាយនានាដែលគេត្រូវប្រើប្រាស់ដើម្បីស្រោចស្រពដំណាំប្រព័ន្ធនេះកាត់ចេញពីភាពប៉ិនប្រសប់ដ៏ឆ្លៀវវៃបំផុតរបស់មនុស្សកាលសម័យនោះភោគផលកសិកម្មដ៏ច្រើនអស្ចារ្យបានកាត់ចេញពីប្រព័ន្ធតារាសាស្ត្រទាំងអស់នោះហើយច្រើនរហូតដល់ពិភពលោកមិនធ្លាប់បានឃើញពីមុនមកទម្លាប់7យ៉ាងដែលនាំឲ្យជីវិតរបស់យុវវ័យបាត់បង់ប្រសិទ្ធភាពទី1ធ្វើជាមនុស្សប្រតិកម្មលឿនចូលចិត្តទម្លាក់កំហុសទាំងប្រមាណមកលើឪពុកម្ដាយមកលើគ្រូបង្រៀនដោយចោទពួកគាត់ថាជាមនុស្សល្ងង់មកលើអ្នកជិតខាងដោយចោទពួកគេថាជាមនុស្សអត់បានការមកលើសង្សារមកលើរដ្ឋាភិបាលឬមកលើអ្វីមួយឬនរណាម្នាក់ចូលចិត្តគិតថាខ្លួនទេដែលជាមនុស្សរងគ្រោះមិនចេះទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯងធ្វើទង្វើដូចជាសត្វធាតុគឺពេលណាឃ្លានក៏ស៊ីបើនរណាស្រែកដាក់ក៏ស្រែកកំហុសដាក់វិញបើដឹងថាខ្លួនកំពុងធ្វើអំពើមិនល្អហើយក៏នៅតែធ្វើវាទៀតទម្លាប់ទី2ធ្វើមុនគិតគ្មានផែនការត្រឹមត្រូវគិតបេះមិនព្រមកំណត់គោលដៅជីវិតហើយមិនខ្ជិលគិតថាតើថ្ងៃស្អែកគូត្រូវធ្វើអ្វីខ្លះចាំបាច់អីដែលត្រូវខ្វល់នឹងផលនៃទង្វើរបស់ខ្លួនឯងគិតទៅពីរស់ក្នុងខណៈពេលនេះទៅបានហើយរួមភេទឲ្យបានច្រើនកុំខ្វល់ផាក់ស៊ីឲ្យបានច្រើនស្បាយបានច្រើនព្រោះគង់តែស្លាប់ដដែលទី3ដាក់រឿងសំខាន់ក្រោយគេរបស់ដែលសំខាន់ជាងគេនៅក្នុងជីវិតមិនព្រមធ្វើវាទេរហូតតទៅអស់ពេលរលីងទៅរវល់តែចំណាយពេលមើលកុននិយាយទូរស័ព្ទមិនចេះចប់លេងអ៊ីនធឺណិតហើយធ្វើត្រេតត្រតចុះត្រេតត្រតឡើងជួយចិត្តដាក់ការងារសាលាទុកធ្វើនៅថ្ងៃស្អែកជានិច្ចនិយាយចំទៅគឺជួយចិត្តធ្វើរឿងដែលអត់បានការហើយទុកការងារមានប្រយោជន៍ចោលទី4គិតចង់តែឈ្នះគេចាត់ទុកជីវិតថាជាការប្រកួតយកឈ្នះចាញ់
អ្នកតែងតែមានអារម្មណ៍សង្ស័យថាមិត្តរួមថ្នាក់ម្នាក់នោះមានបំណងមិនល្អមកលើខ្លួនដូច្នេះអ្នកត្រូវចាត់ការគាត់មុនមិនត្រូវឲ្យនរណាម្នាក់ជោគជ័យឡើងព្រោះបើគេឈ្នះគឺមានន័យថាខ្លួនជាអ្នកចាញ់បើមើលទៅខ្លួនបំរុងនឹងធ្លាក់ទៅហើយអ្នកត្រូវទាញគេឲ្យធ្លាក់តាមខ្លួនដែរទី5ពេលនិយាយមុនពេលចប់ត្រូវធ្វើពុតជាស្ដាប់វិញបើកាត់មកមានមាត់ដូច្នេះប្រើវាទៅគឺត្រូវនិយាយឲ្យបានច្រើនជាងគេជាងឯងត្រូវតែបង្ហាញជានិច្ចនៅចំណាប់អារម្មណ៍នឹងរឿងរបស់ខ្លួននៅពេលដែលដឹងថាពួកគេបានយល់ទស្សនៈរបស់ខ្លួនហើយពេលនោះអ្នកធ្វើពុតជាស្ដាប់រឿងរបស់គេវិញម្ដងដោយគ្រាន់តែធ្វើជាងក់ក្បាលឬនិយាយហើយបើពួកគេត្រូវការមតិអ្នកបញ្ចេញមតិរបស់ខ្លួនភ្លាមទម្លាប់ទី6មិនសហការធ្វើការតែម្នាក់ឯងហើយមើលអ្នកដទៃថាសុទ្ធតែជាមនុស្សដែលចម្លែកព្រោះពួកគេមិនដូចខ្លួនដូច្នេះតើមានប្រយោជន៍អ្វីដើម្បីព្យាយាមធ្វើខ្លួនឲ្យស៊ីខ្សែជាមួយពួកគេធ្វើការជាក្រុមធ្វើមើលតែជាសត្វឆ្កែដោយសារអ្នកតែងតែយល់ថាខ្លួនមានគំនិតល្អជាងគេដូច្នេះត្រូវធ្វើអ្វីៗដោយខ្លួនឯងទៅបានហើយត្រូវពឹងលើខ្លួនឯងជានិច្ចទី7ធ្វើឲ្យខ្លួនឯងខ្សោះកម្លាំងរវល់ទៅធ្វើការអស់កម្លាំងរវល់ទៅធ្វើការខ្លាំងពេករហូតដល់ភ្លេចគិតថាពេលខ្លះដើម្បីលំហែកាយនិងដើម្បីរៀនជំនាញអភិវឌ្ឍខ្លួនឯងបន្តទៀតមិនដែលរៀនវិជ្ជាថ្មីមិនដែលទម្លាប់ហាត់ប្រាណសឹងតែខ្លាចជារូបខ្ជិលទៅហើយរឿងដែលអាក្រក់បំផុតនោះគឺមិនចូលចិត្តសិភៅល្អៗមិនចូលចិត្តធម្មជាតិឬអ្វីមួយដែលអាចជំរុញទឹកចិត្តរបស់ខ្លួនឡើយដោយអ្នកបានឃើញហើយថាទម្លាប់ទាំងនេះគឺជារូបមន្តនាំទៅដល់ភាពមហន្តរាយប្រហែលជាយើងមួយចំនួនថែមទាំងបណ្ដាច់បណ្ដោយខ្លួនទៅក្នុងទម្លាប់បែបនេះទៀតផងមិនដឹងមូលហេតុ10យ៉ាងដែលធ្វើឲ្យមនុស្សបរាជ័យមនុស្សគ្រប់គ្នានិយាយច្រើនអំពីគន្លឹះធ្វើឲ្យមនុស្សជោគជ័យប៉ុន្តែមនុស្សជាច្រើនបានបរាជ័យទោះបីជាគេដឹងហើយថាធ្វើដូចម្ដេចដើម្បីជោគជ័យឥឡូវនេះសូមនាំអ្នកទាំងអស់គ្នាមកមើលមូលហេតុ10យ៉ាងដែលធ្វើឲ្យមនុស្សបរាជ័យ 1. ខ្វះគោលដៅនិងទិសដៅច្បាស់លាស់បើគ្មានគោលដៅច្បាស់លាស់ងាយនឹងមានអារម្មណ៍ថាវង្វេងមានទិសដៅធ្វើឲ្យពិបាកក្នុងការឈានទៅមុខឬស្វែងរកគោលបំណងក្នុងជីវិតដូច្នេះចូលចាប់ផ្ដើមបង្កើតគោលដៅជីវិតរបស់អ្នក 2. ការពង្យាពេលនិងកង្វះកម្លាំងចិត្តការពង្យាពេលអាចបាត់បង់ឱកាសហើយអ្នកមិនអាចធ្វើកិច្ចការបានចាប់ចុងចាប់ដើមខណៈពេលដែលខ្វះកម្លាំងចិត្តអាចធ្វើឲ្យអ្នកខ្ជិលហើយមិនចង់ធ្វើការងារចូលប្រាប់ខ្លួនឯងថាឈប់ខ្ជិលហើយឈប់ពង្យាពេលនៅក្នុងការធ្វើអ្វីមួយចូលចាំថាពេលវេលាគឺជាមាសប្រាក់ 3. ការគ្រប់គ្រងពេលវេលាមិនបានល្អការចាស់ប្រើពេលវេលាមានសារៈសំខាន់ដើម្បីភាពរីកចម្រើនរបស់មនុស្សចាប់ពីពេលនេះតទៅចូលអ្នកកំណត់ពេលវេលាឲ្យបានច្បាស់លាស់ក្នុងការធ្វើអ្វីមួយពេលនោះអ្នកនឹងភ្ញាក់ផ្អើលអំពីសមិទ្ធផលរបស់អ្នក 4. ការគិតអវិជ្ជមាននិងការសង្ស័យលើខ្លួនឯងអាចបំផ្លាញទំនុកចិត្តនិងការខិតខំប្រឹងប្រែងដើម្បីបានសម្រេចនូវគោលដៅដែលនាំទៅដល់វដ្តដាក់នៃការបរាជ័យអ្នកត្រូវតែមានផ្នត់គំនិតវិជ្ជមានទើបជីវិតរបស់អ្នកមានពលឺ 5. ខ្វះការតស៊ូនិងភាពអត់ធន់បើគ្មានការតស៊ូនិងភាពអត់ធន់ទេវាងាយនឹងបោះបង់នៅពេលដែលប្រឈមមុខនឹងឧបសគ្គដែលវារារាំងក្នុងការលូតលាស់និងភាពជោគជ័យរបស់អ្នក 6. មិនចង់ប្រថុយប្រថានឬមិនចង់ដើរចេញអំពីតំបន់សុខស្រួលមនុស្សខ្លះចូលចិត្តធ្វើអ្វីដដែលដោយមិនហ៊ានប្រថុយនឹងអ្វីដែលថ្មីបើអ្នកមិនហ៊ានប្រថុយអ្នកអាចខកខានឱកាសសម្រាប់ការលូតលាស់និងការអភិវឌ្ឍផ្ទាល់ខ្លួន 7. មិនពូកែក្នុងការសម្រេចចិត្តនិងដោះស្រាយបញ្ហាអ្នកខ្វះជំនាញក្នុងការសម្រេចចិត្តនិងដោះស្រាយបញ្ហាអាចនាំទៅរកកំហុសនិងខកខានឱកាសក្នុងវឌ្ឍនភាពនិងភាពជោគជ័យ 8. មិនមានវិន័យនឹងការគ្រប់គ្រងខ្លួនឯងបើគ្មានវិន័យនឹងការគ្រប់គ្រងខ្លួនឯងទេវាពិបាកក្នុងការផ្ដោតអារម្មណ៍និងរក្សាទម្លាប់ដែលល្អនាំឲ្យខ្វះការរីកចម្រើននិងជោគជ័យ 9. អសមត្ថភាពក្នុងការសម្របសម្រួលខ្លួនទៅនឹងការផ្លាស់ប្ដូរនិងភាពបរាជ័យអសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរអាចនាំទៅរកភាពជាប់គាំងខណៈពេលដែលការបរាជ័យក្នុងការរៀនពីកំហុសអាចបណ្ដាលឲ្យមានការថយក្រោយម្ដងហើយម្ដងទៀត 10. មិនស្វែងរកជំនួយនឹងការគ្រប់គ្រងនៅពេលដែលអ្នកចាំបាច់ការមិនសម្របសម្រួលនឹងការគ្រប់គ្រងនៅពេលដែលប្រឈមមុខនឹងបញ្ហាអាចនាំឲ្យមានអារម្មណ៍ឯកោនិងហត់នឿយហើយនឹងបង្កើតឧបសគ្គដល់ភាពជោគជ័យការដោះស្រាយកត្តាទាំងនេះតម្រូវឲ្យមានការឆ្លុះបញ្ចាំងខ្លួនឯងស្វែងរកការណែនាំនិងការអភិវឌ្ឍជំនាញក្នុងកំណត់គោលដៅការគ្រប់គ្រងពេលវេលានិងការអត់ធន់និងការសម្រេចចិត្តបើអ្នកមិនចង់បរាជ័យក្នុងមួយជីវិតទេចូលអ្នកទាំងអស់គ្នាជំនះឲ្យបានបញ្ហាទាំង10យ៉ាងខាងលើនេះ
4 ចំណុចដើម្បីពិនិត្យមើលពីភាពសំខាន់នៃការងារដើម្បីអាចកំណត់ដឹងថាការងាររបស់លោកអ្នកត្រូវធ្វើមុនឬក្រោយយើងគួរមើលតាម 4 ចំណុចខាងក្រោមនេះ 1. គុណតម្លៃរបស់ការងារសម្រាប់អ្នកខ្លះកិច្ចការមួយអាចមានតម្លៃច្រើនជាងកិច្ចការរបស់មនុស្សម្នាក់ទៀតទើបយើងមិនគួរមើលអ្នកដទៃថាគេឲ្យតម្លៃកិច្ចការនីមួយៗរបស់គេយ៉ាងដូចម្តេចត្រូវគិតដោយខ្លួនឯងដោយពិចារណាគោលដៅរបស់ជីវិតនិងរឿងដែលយើងទទួលខុសត្រូវ 2. ភាពបន្ទាន់ភាគច្រើនកិច្ចការដែលមានភាពបន្ទាន់ខ្លាំងរមែងជារឿងដែលយើងមិនបានរៀបចំគម្រោងទុកមុនតែយើងត្រូវប្រៀបធៀបឲ្យបានល្អជាមួយនឹងកិច្ចការដែលយើងបានរៀបចំគម្រោងទុកមុននោះថាកិច្ចការណាសំខាន់ជាងដែលត្រូវធ្វើក្នុងពេលនោះនៅពេលខ្លះប្រសិនបើពិចារណាបានល្អរឿងដែលមើលថាត្រូវធ្វើជាបន្ទាន់នេះអាចមិនមែនជារឿងសំខាន់ដែលត្រូវធ្វើក្នុងពេលវេលានោះក៏ថាបាន 3. ដំណាក់កាលនៃដំណើរការកិច្ចការដែលមានដំណាក់កាលនៃដំណើរការជាច្រើនដែលយើងត្រូវពិចារណាបន្ថែមផងដែរថាដំណាក់កាលខ្លះអាចត្រូវប្រើពេលវេលាច្រើនខ្លះប្រើពេលវេលាតិចខ្លះអាចធ្វើបានព្រមគ្នានឹងកិច្ចការដទៃទៀតឬទេប្រគល់ការងារខុសត្រូវយើងចាំបាច់ត្រូវទទួលខុសត្រូវដោយចាប់ផ្ដើមធ្វើដោយខ្លួនឯងឬអាចប្រគល់ឲ្យអ្នកដទៃធ្វើជំនួសក៏បានដកស្រង់ចេញពីសៀវភៅចិត្តវិទ្យាក្នុងការគ្រប់គ្រងពេលវេលាទស្សនៈខ្លះៗរបស់ខ្ញុំផ្ទាល់ 1. បើអ្នកគិតថាអ្នកជាមនុស្សដែលគ្មានតម្លៃសម្រាប់ការផ្នែកមនុស្សតែម្នាក់អ្នកនឹងគ្មានតម្លៃទេសម្រាប់ខ្លួនឯង 2. មុននឹងវិនិច្ឆ័យអ្នកដទៃត្រូវវិនិច្ឆ័យខ្លួនឯងផងបើអ្នកមិនទាន់ល្អគ្រប់គ្រាន់ជួយស្ថាបនាខ្លួនឯងឲ្យបានច្រើនជាវិនិច្ឆ័យអ្នកដទៃដោយផ្នែកកង្វក់របស់ខ្លួន 3. ភាពស្មោះត្រង់គឺគ្មានតម្លៃទេនៅក្នុងការផ្នែកមនុស្សក្បត់ព្រោះតែពួកគេមិនខុសអំពីសត្វមន់មិនស្គាល់គ្រាប់ពេជ្រតែចាក់គ្រាប់ស្រូវដោយបបងចោលគ្រាប់ពេជ្រយ៉ាងដូច្នោះ 4. អ្នកគឺជាមនុស្សដែលមានសំណាញ់ជាងគេនៅក្នុងចំណោមមនុស្ស1លាននាក់ប្រសិនបើមនុស្សមិនស្មោះត្រង់មិនបានជ្រើសរើសយកអ្នក 5. មនុស្សដែលចាក់ចេញពីជីវិតអ្នកមិនមានឥទ្ធិពលអ្វីធ្វើឲ្យអ្នកឈឺចាប់ទេប្រសិនបើមនុស្សម្នាក់នោះធ្វើឲ្យអ្នកឆ្អែត stress ឈឺក្បាលការចាក់ចេញរបស់គេគឺជាការល្អទស្សនៈរបស់អ្នកប្រាជ្ញខុងជី7ចំណុចទុកជាគតិចំណេះដឹងក្នុងជីវិត 1. ការដឹងអំពីកំហុសរបស់ខ្លួនឯងហើយអាចកែកំហុសនោះបានគឺជាគុណធម៌ដ៏វិសេសវិសាល 2. អ្វីដែលយើងមិនចង់បានសម្រាប់ខ្លួនឯងកុំធ្វើដាក់អ្នកដទៃ 3. ចំណេះដឹងគឺជាការទទួលស្គាល់នៅអ្វីដែលយើងចេះនិងអ្វីដែលយើងមិនចេះ 4. អ្នកដែលចេះតែរៀនមិនចេះគិតនឹងជួបបរាជ័យអ្នកដែលអង្គុយតែគិតមិនព្រមចូលរៀននឹងជួបគ្រោះថ្នាក់ 5. ស្នាដៃល្អៗពីអតីតកាលគួរតែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ 6. មនុស្សប្រព្រឹត្តបទឧក្រិដ្ឋដោយសារពួកគេក្រីក្រឬល្ងងខ្លាំងបើមនុស្សទាំងអស់មានអាហារគ្រប់គ្រាន់និងទទួលបានការអប់រំគ្រប់គ្រាន់ពួកគេនឹងធ្វើអំពើល្អ 7. មនុស្សកាត់មកសុទ្ធតែល្អហើយពួកគេទៅជាអាក្រក់ដោយសារតែសង្គមដែលគេរស់នៅគំនិតនិងទស្សនៈរបស់លោកជីមរ៉នទាំង5ប្រយោគទុកជាគតិចំណេះដឹងនិងរៀនផ្លាស់ប្ដូរជីវិតរបស់អ្នក 1. ប្រសិនបើអ្នកចង់ធ្វើអ្វីម្យ៉ាងអ្នកនឹងព្យាយាមគ្រប់វិធីដើម្បីធ្វើវាប៉ុន្តែបើអ្នកមិនចង់ទេនោះអ្នកនឹងរកលេសមកកំបាំងមុខ 2. អ្នកមិនបានទទួលបានប្រាក់ឈ្នួលសម្រាប់ម៉ោងអ្នកធ្វើការនោះទេប៉ុន្តែអ្នកនឹងទទួលបានប្រាក់ឈ្នួលសម្រាប់តម្លៃដែលអ្នកនាំមកតាមរយៈម៉ោងធ្វើការ 3. រៀនពីរបៀបរីករាយនឹងអ្វីដែលអ្នកមានខណៈពេលដែលអ្នកកំពុងធ្វើតាមអ្វីដែលអ្នកចង់បាន 4.
អ្នកមិនអាចរីកចម្រើនដោយមិនធ្វើការសម្រេចចិត្តបានទេ 5. ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំអ្នកអាចទាក់ទាញមនុស្សដែលមានគុណភាពគន្លឹះសំខាន់ៗគឺអ្នកត្រូវដឹកនាំខ្លួនឯងប្រកបដោយគុណភាពជាមុនសិន